ចែកជំរាបសួរបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងរបួសធ្វើមិនឲ្យឆាប់ជាឬក៏ប្រហែលថ្ងៃជារបួសសម្រាប់ធម្មជាតិជាទូទៅអាចនឹង10ទៅ20ថ្ងៃចុះឲ្យយូរបន្តិចណាបងប្អូននឹងគឺជាហើយនឹងតាមផ្លាច់ដែរតែជាមធ្យមគឺ2អាទិត្យហ្នឹងជាហើយប៉ុន្តែដោយចេះដែរបងប្អូនណាបើចេះខ្លះជាប្រភេទចេះរលាយដែរតែយូររលាយអាចមានការរំខានវាទៅនៅខាងនេះបន្តិចនៅខាងនេះបន្តិចអញ្ចឹងវាចាក់ឈឺអញ្ចឹងបងប្អូនត្រូវតែកាត់ចេះនឹងចេញបើបងប្អូនអត់កាត់ចេះនឹងចេញទេវាពើតវាឈឺហើយវាមានក្លិនមានហូរទឹករងាចេញមកទៀតអញ្ចឹងបងប្អូនត្រូវកាត់ចេះបើមានអារម្មណ៍ថាចេះនឹងរឹងពេលដែលបងប្អូនស្ទាបទៅមានរឹងដុំប៉ុក10ថ្ងៃហើយអត់ទាន់រលាយទៀតបងប្អូនមកកាត់បានតែបើបងអូនស្ទាបទៅរបួសនឹងស្មើថេងអត់មានពាក់ព័ន្ធមានសាច់ជះអីសោះទេនឹងវារលាយចូលសាច់អស់ហើយអញ្ចឹងមិនបាច់បារម្ភទេរបួសក៏វាជាស្អាតដែរមួយទៀតដើម្បីឲ្យរបួសឆាប់ជាស្អាតបងប្អូនត្រូវផ្ដិតជូតឲ្យស្ងួតឲ្យបានញឹកញាប់ចាជៀសវាងការសើមអ៊ិចនៅហ្នឹងហើយវាមានក្លិនមានស្អុយហើយអញ្ចឹងគឺរបួសអត់ងាយជាទេវាពើតមានហើមហើយអញ្ចឹងបើរបួសដែលស្អាតល្អជានិច្ចស្ងួតជានិច្ចគឺរបួសហ្នឹងគឺឆាប់ជាដើម្បីឲ្យរបួសឆាប់ជាស្អាតគឺបងប្អូនត្រូវអាសាផ្ដិតជូតពេលដែលបាត់ជើងតូចរួចហើយមួយទៀតគឺលាងជាមួយទឹកបេតាឌីនមានថាទឹកក្រហមទឹកថ្នាំក្រហមហ្នឹងយើងអាចលាងឲ្យស្អាតផ្ដិតឲ្យស្ងួតជាមួយទឹកសុំទោសលាងជាមួយទឹកសទឹកឆ្អិនហ្នឹងឲ្យស្អាតទឹកក្តៅអ៊ុនៗហ្នឹងបន្ទាប់មកផ្ដិតឲ្យស្ងួតបន្ទាប់មកទៀតបងប្អូនចាក់ជាមួយបេតាឌីននៅលើกระดาษជូតមាត់យើងអាស្ងួតហ្នឹងបងប្អូនណាกระดาษចំប៉ៃឲ្យស្ងួតយកមកផ្ដិតនៅរបួសហ្នឹងដើម្បីឲ្យរបួសហ្នឹងវាមានជាថ្នាំជួយឲ្យរបួសហ្នឹងឆាប់ជាបន្តទៀតនឹងការសម្អាតបន្ថែមចាតើតោងជាមួយនឹងការថែទាំភ្លេក្រោយសម្រាប់កូនសំខាន់សម្រាប់ស្ត្រីបើរបួសអត់ជាស្ត្រីអត់មានផាសុខភាពអត់មានអារម្មណ៍សុខភាពល្អគេអត់សូវបានទឹកដកអត់សូវមានទេចាអរគុណច្រើន